ពេលពួកគេចេញទៅអស់គេក៏ចង់សាកកម្លាំងគ្រាន់តែផ្ទាត់ដៃតិចមកទម្ងន់រាប់ម៉ឺនគីឡូក៏ហោះទៅធ្លាក់នៅចំពោះមុខគ្រូក្បាច់គុនស្រីយ៉ាងរលូនគ្រូស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងគិតថាអ្នកដែលអាចធ្វើបែបនេះបានគឺមានតែកំពូលអ្នកគុណនិយមប៉ុណ្ណោះនាងក៏ហៅអ្នកបោះសម្រាមមកសួរតែគេប្រាប់ថាគេនៅទីនេះ7ឆ្នាំហើយនាងគិតថាបើជាអ្នកខ្លាំងមែនមិនមែននៅបោះសម្រាមយូរយ៉ាងនេះទេនាងក៏សម្រេចចិត្តធ្វើរឿងមួយដើម្បីគេចពីការបង្ខំឲ្យរៀបការពីគ្រូសាយ៉េងនាងសុកចិត្តបំផ្លាញគេឈ្មោះខ្លួនឯងជាមួយបុរសនេះនាងបានដាក់ថ្នាំសណ្ដំនិងចាប់គេចងនៅក្នុងបន្ទប់ដើម្បីបង្កើតជាពាក្យចាមអារាមតែមួយប៉ព្រិចភ្នែកគេក៏ភ្ញាក់ឡើងហើយកាច់ខ្សែចំណងដាច់ខ្ទេចរួចបីនាងចូលទៅក្នុងបន្ទប់ព្រឹកឡើងប្អូនប្រុសនាងមកឃើញក៏ខឹងខ្លាំងទាញដាវ40ម៉ែត្របំរុងកាប់បុរសនោះតែពេលកាប់ចំបុរសនោះមិនត្រឹមតែមិនដាច់រីឯដាវបែរជាបាក់ជីកង់ទើបនាងដឹងថាបុរសបោះសម្រាមនេះមិនត្រឹមតែចេះគុណថែមទាំងមានវិជ្ជាកាយមាសទៀតផងស្រាប់តែពេលនោះកូនចៅពីរោគអ្នកត្រូវគេធាក់ចូលមកយ៉េង